បាទស្ដីបងប្អូនអរគ្នាហ្នឹងខ្ញុំមកលេង Eon ហើយក៏ឆ្លៀតផុសលេងឃើញក្មេងៗគេដើរលេងក្បាលអញ្ចឹងណាអញ្ចឹងចាំមើលទៅដើរលេងអស់គ្នាជាមួយខ្ញុំនៅកន្លែងនេះមានអីលេងខ្លះហើយបងប្អូនគ្នាហ្នឹងខ្ញុំនៅ Eon ហ្នឹងមានការក៏មក Eon ឥឡូវខ្ញុំស្ថិតនៅជាន់ទី3បាទហើយមើលទៅក្រោមនេះគឺមានកន្លែងតាំងពីពណ៌ឡាននៅតែគេលក់ណាគេធ្វើសង្ក្រានធ្វើអីមើលទៅគួរឲ្យចាប់អារម្មណ៍មែនទែនហើយកន្លែងខាងលើនេះគឺជាកន្លែងគេអង្គុយលេងបាទគឺស្អាតមែនទែនមានការតាំងពីពណ៌លក់ទំនិញគ្រប់ប្រភេទហើយជាន់ទី3ខាងនោះគឺគេធ្វើតាក់សញ្ញាណប័ណ្ណបាទហើយកន្លែងជាងខាងនេះគឺមានកន្លែងក្មេងកំសាន្តសួនក្មេងកំសាន្តអញ្ចឹងណាមានក្មេងជិះមានឡានមានកូនតុក្កតាជិះលេងភ្លើងស្អាតអញ្ចឹងណាបាទឈ្មោះថាទូកចោលសមុទ្របាទនេះទូកគេនោះហើយក្មេងជិះទៅសប្បាយប្លង់នេះគឺជាកន្លែងគេទៅញ៉ាំអាហារដើរលេងអញ្ចឹងណាក្មេងៗក៏ចូលចិត្តមកវាលើពណ៌ស្អាតពេលមកនេះមកមានកូនឡានកូនទាក្មេងៗជិះមានភ្លើងស្អាតណាក្មេងៗមកចាប់អារម្មណ៍ថ្ងៃនេះខ្ញុំអត់យកអូនមនីមកទេភាសាមកមានការអញ្ចឹងណាវាឡានគេមើលទៅក្មេងក៏ឃើញគឺចូលចិត្តចង់លេងចង់ជិះហ្មងតែនេះវិញគឺក្មេងៗចូលជិះកន្លែងកត្រកហ្នឹងវាវិលទាំងអាដុំកង់ធំនេះផងហើយអាមូលហ្នឹងក៏វិលដែរនេះតុក្កតាខ្លាឃ្មុំអញ្ចឹងពេលក៏ឃើញអត់ចាប់អារម្មណ៍មកមានភ្លើងមានតុក្កតាអីហ្នឹងហើយនេះវិញអ្នកដែលចង់ជិះសេះមកចឹងជិះសេះហើយជិះជាមួយនឹងអាផ្ទាំង LED របស់គេហ្នឹងជិះទៅអានេះក៏ធ្វើចលនាយកអញ្ចឹងទៅហើយអាគេនោះអារូបផ្ទាំង LED គេក៏មានរូបតុក្កតាជិះសេះដែរអញ្ចឹងជិះដូចជិះនៅជាក្រុមជាមួយគេអញ្ចឹងណាបាទសេះតំណងហ្នឹងបាទនេះគឺក្មេងគាត់មកជិះអានេះវល់ចេះអានេះបែបតូចនេះមិនធំមែនតើអ៊ីក៏ដាក់ឲ្យកូនគាត់ជិះទៅពោះនេះវិញនេះកន្លែងទាំងគេដាក់ផ្សព្វផ្សាយសម្រាប់ក្មេងលេងនេះសម្រាប់ក្មេងចុចនេះចុចអីចុចយកចំនួនគ្រាប់ដាក់ក្នុងកំប៉ុងអញ្ចឹងវាវិលមកចុចឲ្យបានចំនួនហ្នឹងអញ្ចឹងណាបានគ្រាប់ឈ្នះអញ្ចឹងអត់ចេះលេងទេបាទតែមកបង្ហាញបងប្អូនអរគ្នាចង់បើមានក្មេងអីចង់នាំគាត់មកអីគឺនៅជាន់ទី3ស្បូកន្លែងក្មេងលេងស្វាយច្រើនណាក្មេងគាត់ឃើញចឹងអីទៅចាប់អារម្មណ៍នេះអានេះអីគេស្ទូចត្រីអីចឹងណាfamily swinger កន្ត្រកហោះមកដល់នេះកន្លែងនេះគឺមានកន្ត្រកហោះឯទៀតនេះអីគេអត់ទេភ្លើងនេះកន្ត្រកហោះស្មោះនឹងអត់ទាន់មានក្មេងៗជិះទេ
Rồi ngày là nghe vậy tí mà mơ một crom này với cứ miền cái lại hàng cái lúa cà phê mà à yom ion គឺសបោបាយមែនទែនអ្នកដែលឮដល់ពាក្យ ion គឺវាតន់សម័យហ្មងទីបានមកគេគឺតន់សម័យបែបទីផ្សារអឺរ៉ុបហ្មងណាទីក៏មានដែរបងប្អូនអរចឹងវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាមកដល់លេខ ion តែប៉ុណ្្នឹងបាទអរគុណបាយបាយជួបគ្នានៅវីដេអូក្រោយសប្បាយទៀត